ម្ចាស់ភោជនីយដ្ឋានផ្សារព្រំក្រុងប៉ៃលិនបានចេញវីដេអូធ្វើការសុំទោសទៅដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសប៉ុន្តែគាត់ក៏បានធ្វើការបង្ហាញអំពីហេតុផលមួយចំនួនក្រោយមានអតិថិជនរបស់គាត់ធ្វើការថតបង្ហោះគាត់និងភោជនីយដ្ឋានរបស់គាត់ដែលបម្រើសេវានៅតែគិតជាប្រាក់ថៃទៀតនោះដែលគាត់បានធ្វើការអះអាងនៅក្នុងវីដេអូរបស់គាត់ថាគ្រាន់តែបងដែលបានបិទលុយខ្មែរនិងយកលុយធម្មតាទេបងប្អូនថាខ្ញុំអត់ស្រឡាញ់ជាតិវាធ្ងន់ធ្ងរពេកហើយបងដៃនឹងខ្ញុំបានឲ្យខាងបុគ្គលិកទៅសរសេរហើយគ្រាន់តែខ្ញុំនៅនិយាយបញ្យល់គាត់ឲ្យគាត់យល់តែប៉ុណ្្នឹងឯងយ៉ាងណាក៏ដោយគាត់បានទទួលកំហុសរបស់គាត់ហើយប៉ុន្តែគាត់ក៏មានហេតុផលបញ្ជាក់ប្រាប់ទៅកាន់អតិថិជននិងប្រជាពលរដ្ឋនៅទូទាំងប្រទេសដែរអំពីហេតុផលរបស់គាត់សូមទៅទស្សនានៅវីដេអូដែលគាត់បានធ្វើការរៀបរាប់ដូចខាងក្រោមនេះមួយទៀតចង់និយាយថាបងនឹងខ្ញុំបានឲ្យខាងបុគ្គលិកខ្ញុំគាត់ទៅហើយគាត់ទៅគិតលុយហើយប៉ុន្តែខ្ញុំចង់និយាយប្រាប់គាត់ចឹងណាចង់នៅបញ្យល់គាត់ហើយបុគ្គលិកខ្ញុំអ្នកខ្លះគាត់ពលករមកពីថៃទេអ្នកទាំងអស់គ្នាគ្រាន់តែខ្ញុំទទួលបុគ្គលិកពលករមកពីថៃ6នាក់ពេលខ្លះខ្ញុំលើសហើយខ្ញុំគ្រប់ហើយតែខ្ញុំមិនណិតគាត់ចឹងណាចឹងខ្ញុំទទួលបាន6នាក់ហើយខ្ញុំមួយដាក់4នាក់មួយទៀតដាក់2នាក់ហើយខ្ញុំឲ្យទៅបងអូនខ្ញុំម្នាក់ឲ្យគាត់ជួយយកទៅខាងម្នាក់ពេលខ្លះខ្ញុំរងថ្ងៃឲ្យតែបានចែកគ្នាទៅវាអត់មានចំណេញអីទេពេលខ្លះចូលដើមរត់តែខែហ្នឹងតាំងពីសង្គ្រាមមកវាពិបាកហើយអ្នកទាំងអស់គ្នាពេលខ្លះវាពិបាកហើយយល់អត់វាពិបាកមែនតែខ្ញុំអត់ដែរនិយាយទេហើយពេលខ្លះអ្នកទាំងអស់គ្នាស្រឡាញ់ជាតិខ្ញុំក៏ចេះស្រឡាញ់ជាតិដែរអ្នកនរគ្នាពេលខ្លះកង់ចឹងខ្ញុំបាញ់ទៅអ្នកណាខ្ញុំបាញ់ទៅ50 20 10តាមនឹងចឹងទៅខ្ញុំក៏អស់រាប់រយដែរតែខ្ញុំអត់ដែលបង្ហាញទេព្រោះខ្ញុំគិតថាមិនចាំបាច់បង្ហាញក៏បានដែរហើយខ្ញុំក៏ជួយដល់យកឲ្យបុគ្គលិកគាត់មកធ្វើការអ្នកនរគ្នាលើសក៏ខ្ញុំអត់ថាអីដែរអត់ដកអីទេបានប៉ុណ្ណាយកប៉ុណ្ណឹងទៅពួកដល់ដំណាក់កាលនេះហើយចឹងអ្នកទាំងអស់គ្នាពេលខ្លះក៏យល់ពីខ្ញុំខ្លះពេលខ្លះខ្ញុំបានអាក្រក់ដូចអ្នកទាំងអស់គ្នាគឺទេមិនមែនគ្រាន់តែបងប៉ុណ្ណឹងហើយជាប់ប៉ុណ្ណឹងអ្នកទាំងអស់គ្នាមកនិយាយថាខ្ញុំអាក្រក់ទេយល់អត់បុគ្គលិកមួយនៅជាមួយខ្ញុំរាប់ឆ្នាំហើយនៅពេលខ្លះទៀតខ្ញុំខ្វល់ខ្ញុំមកឲ្យតាសុំវិញខ្ញុំអាណិតខ្ញុំយកឯងខ្ញុំអាណិតខ្ញុំយកហ្មងអ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាមិនមែនជាអ្នកជីដែរណាបាត់ដឹងហ្មងថាពេលដែលមានរឿងម្ដងភ័យស្រន់ស្រោពិបាកប៉ុណ្ណាហាងអត់មានមនុស្សអត់មានអីទេបើកមកស្ងាត់ចងុំហ្មងបើកមកស្ងាត់ចងុំហ្មងអ្នកទាំងអស់គ្នាវាមិនស្រួលទេវាមិនស្រួលទេពេលខ្លះខ្ញុំមិនដែរចង់បង្ហាញភាពទុនជ្រាយយ៉ាងឲ្យណាគេឃើញទេអ្នកអត់ចង់ហ្មងប៉ុន្តែវាពេកពេលនេះវាពេកចឹងយល់អត់វាពេកហ្មងមានរឿងអីក៏ខ្ញុំមិនដែរមាត់ណាខ្ញុំមិនដែរល្អទេខ្ញុំមិនដែរល្អថាខាតដែរលោកមិនដែរអីចេះដាក់បុគ្គលិកអត់ដែរល្អទេខ្ញុំមិនចង់ឲ្យពួកគាត់មានអារម្មណ៍អីមួយខ្ញុំមិនចង់ទេចឹងអ្វីខ្ញុំធ្វើទៅបានខ្ញុំនឹងធ្វើទាំងអស់ហ្មងឲ្យតែគេរត់ចោលខ្ញុំក៏អត់មានចោលពួកគាត់ដែរខ្ញុំមិនចោលពួកគាត់ហ្មង